នេះជាលើកទី1ហើយដែលធីមរបស់យើងបានធ្វើការឡើងភ្នំព្រៃក្មេងដែលជាភ្នំមួយនៅមិនឆ្ងាយប្រមាណពីទីរួមខេត្តកំពង់ស្ពឺនោះទេហើយគឺជាភ្នំដែលមិនមានអ្នកឡើងទេហើយក្រុមរបស់យើងខ្ញុំគឺជាក្រុមទី1តែម្ដងនៅក្នុងការចាប់ផ្ដើមរុករកផ្សងព្រេងក៏ដូចជាឡើងភ្នំមួយនេះបងប្អូនមើលចោះពិបាកបបិនមែនតើមានទាំងលូនមានទាំងវាមានទាំងដើរកាត់ទឹកជ្រោះនឹងការអូសគូតកាត់ព្រៃរិស័យច្រើនកន្លែងខ្លាំងមែនតើនិយាយរួមទៅភ្នំមួយនេះគឺថាគ្រប់រសជាតិតែម្ដងគ្រប់តែម្ដងអត់មានខ្វះទេទៅនេះគឺជាសកម្មភាពចុះមហាអូវេទនាមហាវេទនាតែម្ដងយីមែនអត់វេទនាទេសบายណាយេយេនេះហ៎សបកឈើនោះដល់កពទីនហើយស្រីធាននេះដូចថាត្រង់វេទនាជាងគេហ្មងណាទោះបីជាយើងបានជួបនូវភាពលំបាកវេទនាច្រើនយ៉ាងណាក៏ដោយក៏ប៉ុន្តែអ្វីដែលយើងទទួលបានត្រឡប់មកវិញគឺបទពិសោធន៍ថ្មីតែម្ដងហើយជាពិសេសនោះគឺថាអ្វីដែលយើងអត់ធ្លាប់ឃើញនៅភ្នំផ្សេងៗគឺនៅទីនេះគឺយើងអាចឃើញបានធម្មតាទេភាពសប្បាយរីករាយហើយនិងភាពពិបាកគឺវាត្រូវតែដើរទន្ទឹមគ្នាតែម្ដងប្រសិនបើយើងចង់ឃើញអ្វីដែលល្អថ្មីហើយប្លែកគឺយើងត្រូវតែហ៊ានលះបង់កម្លាំងកាយពេលវេលាដូចគ្នាដើម្បីទៅរកឃើញនៅកន្លែងនោះដើម្បីកុំឲ្យខាតពេលវេលាយូរដូច្នេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកទស្សនាវីដេអូលម្អិតទាក់ទងជាមួយនឹងការឡើងទៅកាន់ភ្នំឈូងព្រៃក្មេងដូចតទៅដំបូងឡើយបងប្អូនត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ4ហួសគីឡូម៉ែត្រលេខ57បន្តិចបងប្អូននឹងឃើញផ្លូវមួយបត់ទៅខាងឆ្វេងដែលគេហៅថាផ្លូវបុកទៅខាងស្លាបលែងឬក៏គេហៅផ្លូវវត្តពាំងអបក៏បានដែរអញ្ចឹងបងប្អូនធ្វើការបត់តាមនឹងជិះក្រោមស្ពានអាកាសទៅរហូតទៅដល់តំបន់ព្រៃក្មេងបងប្អូនត្រូវធ្វើការបុកចូលទៅកាន់ភ្នំហើយដើម្បីកុំឲ្យពិបាកក្នុងការយល់ខ្ញុំនឹងធ្វើការទម្លាក់ location ឲ្យចំទីតាំងដែលយើងឡើងភ្នំតែម្ដងគ្រាន់តែធ្វើដំណើរទៅដល់ភ្លាមពូទីនអួតដបទឹកខ្ញុំផ្លែតតែម្ដងហើយទៅដល់កន្លែងហ្នឹងមានទេសភាពនិងកន្លែងថតរូបស្អាតណាស់អញ្ចឹងម្នាក់រវល់ទៅឆ្លប់វង្វេងនឹងការថតរូបជាមុនសិនមុននឹងឡើងភ្នំបន្ទាប់មកយើងក៏ចាប់ផ្ដើមធ្វើការឡើងភ្នំដោយកាន់ទឹកម្ដបម្នាក់ហើយនឹងវិចអាហារបន្តិចបន្តួចយកទៅញ៉ាំផងដែរហើយម្នាក់និយាយពីទឹកមុខសប្បាយរីករាយស្រស់ស្រាយខ្លាំងមែនទែនមុនពេលដែលឡើងភ្នំអត់ដឹងថាភ្នំហ្នឹងគឺភ្នំរបៀបណាទេខ្ញុំធ្លាប់ឡើងភ្នំហ្នឹងបានបន្តិចបន្តួចដែរមុននឹងនាំគ្នាមកឡើងអញ្ចឹងណាអញ្ចឹងខ្ញុំដឹងពីស្ថានភាពនៃផ្លូវនៅតំបន់ហ្នឹងរួចរាល់អស់ហើយដល់ពេលអ្នកទាំងអស់គ្នាដែលអត់ធ្លាប់ទៅហ្នឹងគឺថាគាត់អត់ដឹងនោះទេចាំមើលតែទៅដល់ពាក់កណ្ដាលភ្នំគឺដឹងហើយណាគេចាំបានឈើច្រត់ខ្លះប្រាប់ហើយសម្រាប់សមាជិករបស់យើងដែលរៀងខ្សោយគឺគាត់អាចយកឈើច្រត់បានដោយសារតែផ្លូវឡើងភ្នំមួយនេះគឺថាពិបាកខ្លាំងព្រោះมันមានដានសឹកដើម្បីធ្វើការឡើងនោះទេដូចខ្ញុំប្រាប់ពីខាងដើមទីអញ្ចឹងគឺពួកខ្ញុំគឺជាក្រុមថ្មីដំបូងគេបំផុតហើយសម្រាប់រឿងអត់ស្ងាត់ទេនៅលើលោកនេះហ៎បាយមួយកែទៅមើលទៅបងឆ្ងាញ់ឆ្ងាញ់ច្រើនសួស្ដីអូយផ្លូវឡើងអែមញាក់ស្លាប់នេះYes, okay. បន្ទាប់ពីឡើងចំណោតយ៉ាងពិបាកមកយើងក៏ដើរលើផ្លូវថ្មើរជើងបានបន្តិចឥឡូវនេះគឺយើងចាប់ផ្ដើមធ្វើការឡើងចំណោតទៀតហើយខ្ញុំដែលជា admin ធ្វើការដឹកដៃដល់សមាជិកក្រុមយើងដែលគាត់បានធ្វើដំណើររៀងយឺតជាងគេហើយយើងក៏ជួយគ្នាទៅធ្វើម៉េចឲ្យដល់គោលដៅទាំងអស់គ្នាកុំលេងទៅចោលគ្នាអញ្ចឹងណាតែអត់និយាយរួមទៅអត់មានណាគេទៅចោលទេគឺយើងរងចាំគ្នាទៅដល់គោលដៅទាំងអស់គ្នាតែម្ដងទោះបីជាយើងដើររៀងយឺតបន្តិចក៏ដោយក៏ប៉ុន្តែដល់គោលដៅបងកាយញ៉ាំបាយតញ៉ាំបាយញ៉ាំនំប៉័ងនំប៉័ងបានចំណែកមួយមកកណាត់និយាយរួមទៅអត់ដាំបាយទេថ្ងៃហ្នឹងអូយទាំងអស់គ្នាសុំញ៉ាំមួយមកអូខេឆ្ងាញ់អត់ឆ្ងាញ់ចាយ៉ាថាហ៊ានថាអត់ឆ្ងាញ់មើលមួយជើងម៉ាំងឡើយណាបាទចង់រកមុខអ្នកអ្នកធ្វើប្អូនស្រីពៅខ្ញុំប្អូនស្រីពៅខ្ញុំតែខ្ញុំអ្នកបរៀនគាត់ឲ្យធ្វើឥឡូវអ្នកអបហំអរគុណអូយព្រះឥឡូវសួរតាចាដែរពីណាគេឡើងភ្នំញ៉ាំនំប៉័ងស្លការីនេះអត់មានទេណានិយាយមែនអត់មានសោះហ្មងថ្មីសាឡាងហ្មងខ្ញុំអីក៏អាចធ្វើទៅចេញដែរបន្ទាប់ពីយើងញ៉ាំអាហារថ្ងៃត្រង់រួចរាល់អស់ហើយយើងក៏ចាប់ផ្ដើមធ្វើដំណើរបន្តទៀតដើម្បីឆ្ពោះទៅកាន់កំពូលភ្នំព្រោះគោលដៅរបស់យើងគឺមាន2ទី1គឺកំពូលភ្នំទី2គឺទឹកជ្រោះ
បងប្អូនខែនេះគឺខែប្រាំងប៉ុន្តែទឹកជ្រោះនៅមានទឹកហូររិចនៅឡើយទេហើយមកដល់ចំណុចនេះគឺយើងចាប់ផ្ដើមធ្វើការដើរអោនហើយព្រោះថាព្រៃឫស្សីគឺក្រាស់ហើយយើងត្រូវតែធ្វើការអោនរហូតតែម្ដងបើសិនជាមិនអោនទេគឺថាយើងដើរអត់រួចតែម្ដងបងប្អូនឃើញទេវ៉ាវ the best តែម្ដងអនយូមែនតើមិនមែនចិត្តទេអញ្ចឹងនេះគឺជាឧបសគ្គមួយដែរសម្រាប់ក្រុមអ្នកដែលដើរឡើងភ្នំក៏ប៉ុន្តែយ៉ាងណាក៏វាគ្រាន់បើជាងដែលយើងដើរនៅលើផ្លូវរអិលដែរវាគ្រាន់ស្រួលជាងដើរលើផ្លូវរអិលហើយដើរមកសន្ទុះក្រោយមកក៏ដល់កំពូលភ្នំតែម្ដងដែលមានផ្កានេះជាសញ្ញាសម្គាល់តែម្ដងផ្កាហ្នឹងមានតែលើកំពូលភ្នំហ្នឹងទេណែបើយូរនៅខាងនោះមកបណ្ដាប់នេះមកឡើងស្អាតហ្មងឡើងសូស្អាតឥឡូវនេះដល់វគ្គគ្នាយើងឆ្លក់វង្វេងជាមួយនឹងការថតរូបទៀតហើយចំពោះផ្កាមួយប្រភេទនេះខ្ញុំឲ្យឈ្មោះថាជាផ្ការំយោលព្រៃភ្នំទៅដោយសារតែផ្កានេះគឺវាស្រដៀងទៅនឹងផ្ការំយោលក៏ប៉ុន្តែស្លឹកវាខុសគ្នាហើយចំណែកពណ៌របស់វានឹងក៏ខុសពីផ្ការំយោលរបស់យើងនៅក្នុងស្រុកផងដែរអូយអនទៅហាវហ្មងនោះវាមកដូចមនុស្សធ្វើសង្គ្រាមហ្នឹងនោះមកហើយអែមស្លាប់ហ្មង Hello hello Yeah so care so happy ហ្មងណាអើយ happy កប់ពេលដែលចេញពីកំពូលភ្នំទៅគឺយើងដល់វគ្គវាហើយនឹងលូនទៀតហើយព្រោះដោយសារតែភ្នំនេះគឺសម្បូរទៅដោយដើមឫស្សីយ៉ាងក្រាស់ឃ្មឹកតែម្ដងហើយយើងចាប់ផ្ដើមធ្វើការដល់ផ្លូវលំបាកលំបិនហើយតោះសរិធាកំពុងតែចុះទៅលើភ្នំយ៉ាងលំបាកលំបិនវេទនាជាទីបំផុតអាណិតណាស់ពួកអាណិតមែនតែនឲ្យប៊ូលូគេទៅបានម្ល៉េះផ្លូវនេះគឺមហាកំពូលផ្លូវហ្មងនៅលើលោកហ្មងនេះ Oh my god ផ្លូវល្អិលដោយស្លឹកឫស្សីហើយគឺថែមទាំងអត់មានស្អីតោងទៀតបើនៅអារ៉ាល់គេធ្វើធម្មតាបើនៅអារ៉ាល់គេធ្វើខ្សែពួរឲ្យចុះហើយនេះមកដល់ត្រង់ចំណុចនេះហើយគឺជាចំណុចដែលពិបាកវេទនាជាងគេបំផុតនៅក្នុងថ្ងៃដែលយើងឡើងភ្នំយើងឃើញសភាពដែលខ្ញុំថតបែបនេះមើលទៅហាក់បីដូចជាធម្មតាក៏ប៉ុន្តែតាមពិតទៅសភាពផ្លូវនេះគឺចោតខ្លាំងហើយនៅខាងក្រោមនោះគឺជាច្រោះតែម្ដងនិយាយរួមទៅគឺប្រថុយប្រឋានជាមួយនឹងការធ្លាក់ជ្រោះព្រោះថាផ្លូវនេះគឺអត់មានស្នាមសំណឹកឬក៏ខ្សែពួរអីសម្រាប់តោងទេនិយាយរួមទៅគឺយើងចោះតាមមែកឈើតូចតាចបែបហ្នឹងតែម្ដងគឺលំបាកវេទនាខ្លាំងខ្ញុំហ៊ាននិយាយបានថាមានមនុស្សតិចណាស់ដែលដើរលើផ្លូវបែបហ្នឹងអូផ្លេចប្រាប់តាមពិតទៅដូចជាផ្លូវទៅខ្នងវាលគឺមានសន្តានបែបហ្នឹងដែរអញ្ចឹងអ្នកដែលធ្លាប់ទៅខ្នងវាលគឺដឹងហើយបន្ទាប់ពីយើងចោះចេញពីព្រៃដែលពិបាកវេទនាក្នុងការចោះយើងក៏មកដល់ចំណុចទឹកជ្រោះវិញម្ដងយើងត្រូវចោះតាមថ្មបែបហ្នឹងតែម្ដងបើថាអត់ចោះតាមថ្មបែបហ្នឹងទេគឺមកកើតទេដូចខ្ញុំនិយាយអញ្ចឹងគឺថាផ្លូវចោះរបស់យើងគឺមិនត្រឹមតែលូនតាមដើមឫស្សីនោះទេក៏ប៉ុន្តែត្រូវតែចោះតាមផ្ទាំងថ្មបែបហ្នឹងផងដែរវារៀងពិបាកបន្តិចហើយសូមផ្ដាំផ្ញើដល់ក្រុមហ៊ុន Facebook ផងហាមចាប់វីដេអូរបស់ខ្ញុំទៀតតែចាប់វីដេអូរបស់ខ្ញុំទៀតខ្ញុំទៅចោលក្រុមហ៊ុន Facebook តែម្ដងខ្ញុំនិយាយមែនតាខ្ញុំខឹងមែនតើនៅពេលដែលខ្ញុំខំប្រឹងធ្វើវីដេអូល្អសឹងអីហើយបើជាវាមកចាប់ដោយសារតែចេះដោយសារតែចោះទាំងដែលខ្ញុំធ្វើវីដេអូ original ហើយស៊ីនតោះមកមើលប្លង់ថតកន្លែងនេះវិញគឺថាញាក់ខ្លាំងតែម្ដងញាក់សាហាវតែម្ដងគឺថាអេហ្មងនៅពេលដែលឃើញទឹកហូររិចអញ្ចឹងហើយមានទឹកដក់នៅខាងក្រោមបើសិនជាអាចងូតបានងូតទៀតនេះអ្នកទេសចររបស់យើងដោយសារតែថ្ងៃហ្នឹងរៀងល្ងាចជ្រេដែរហើយអញ្ចឹងហើយបានងូតទេគឺបានត្រឹមតែដើរធ្វើម៉េចប្រញាប់ឲ្យទៅដល់គោលដៅមកដល់កន្លែងនេះគឺថាជីកតងសិនតងហ្នឹងគឺថាគឺវល្លិដើមឈើធម្មជាតិសុទ្ធអត់មានណាគេមកធ្វើទេគឺនិយាយរួមទៅវាកាត់ឡើងឯងដោយធម្មជាតិហើយកន្លែងនេះក៏ស្អាតខ្លាំងដែរបងប្អូនបន្ទាប់ពីយើងដើរបានដល់ម៉ោង5គឺយើងចាប់ផ្ដើមមកដល់ចំណុចដែលយើងត្រូវជិះគោយន្តហើយគឺកន្លែងនេះគឺជាកន្លែងដែលយើងមកដល់ចំណុចថ្មើរជើងហើយយើងនឹងធ្វើការដើរកាត់ព្រៃឫស្សីប្រហែលជា1គីឡូដីជាងយើងមកដល់ចំណុចជិះគោយន្តបាទឥឡូវនេះគឺពួកយើងបានមកដល់គោយន្តហើយបាទអូខេចង់និយាយថាវ៉ាវអ្វីដែលយើងសល់មកដល់ដល់ទីមួយនេះគឺអត់គិតថានឹងអាចជិះគោយន្តអត់គិតថានឹងអាចបានដើរឆ្ងាយហើយបែបធ្វើឲ្យឡើងមកអែមខ្ញុំសល់អើយឡើងមកជើងទៅមើលបាទបានឲ្យឡើងមុខទៅឡើងមកទៅអើយបាទអែម Yes okay Yes okay ម្នាក់និយាយពីបានជិះគោយន្តវិញឲ្យញញឹមប្រឹមប្រៃលែនិយាយតែម្ដងលោកអើយសប្បាយចិត្តហ៎ Okay right now we are on the គោយន្ត Yeah មិននឹកស្មានថាជិះគោយន្តមិននឹកស្មានថាយើងត្រូវជិះគោយន្តដូចយើងទៅខ្នងផ្សារខ្នងក្រពើដែរអញ្ចឹងណាដោយអារ៉ាល់ដូចអីអញ្ចឹងយើងជិះគោយន្តទៅអញ្ចឹងណាដល់បានជិះមកភ្នំឈូងព្រៃក្មេងនេះជិះគោយន្តដែរដល់កនេះ
អូខេតតែបញ្ញាយេបើបងប្អូនចង់បានបទពិសោធន៍ដើរតាមខ្នងភ្នំមួយនេះដូចខ្ញុំបងប្អូនអាចធ្វើការ comment សួររកលេខ guide បានខ្ញុំនឹងប្រាប់